លោកគ្រូគេសួរថាលាកថ្លើមប្រភេទ B ហ្នឹងឆ្លងអត់ទេជំងឺលាកថ្លើមប្រភេទ B គឺជាជំងឺឆ្លងហើយឆ្លងរបៀបបែបខ្លះយើងត្រូវដឹងថាទី1ការប៉ះពាល់ឈាមអញ្ចឹងអ្នកដែលគាត់មានជំងឺរលាកថ្លើមប្រភេទ B ប៉ះពាល់ឈាមគាត់ឬក៏យកឈាមគាត់មកបញ្ចូលឲ្យយើងឬក៏យើងប្រើមកជុលរបស់របរដែលអាចដាច់ឲ្យលាត់ចេញឈាមរួមគ្នាដូចជាឡាមកៅពុកមាត់ក៏ត្រូវកាត់កញ្ចក់ក៏ត្រូវកាត់សាច់មកជុលសាក់ឬក៏មកជុលប្រើសារ៉ាំងរួមគ្នាគឺយើងឆ្លងហើយសួរថាលោកគ្រូចុះយើងមានវិធីការពារយើងមានវិធីការពារបាន 100% កន្លែងនេះគឺសំខាន់សួរថាទាំងអស់គ្នាត្រូវធ្វើម៉េចដើម្បីការពារជំងឺឆ្លងតាក់ទងការរលាកថ្លើមប្រភេទ B ទី1គឺយើងតេស្តឈាមថាតើយើងមានឈឺឬក៏យើងមានអង្គតិកពីធម្មជាតិបើយើងមានអង្គតិកពីធម្មជាតិគឺយើងការពារបានតែបើយើងអត់ឈឺទេយើងអត់មានអង្គតិកទេយើងត្រូវចាក់វ៉ាក់សាំងហើយការចាក់វ៉ាក់សាំងគឺអត់ពិបាកទេគឺយើងចាក់3ដងឧបមាថាយើងចាក់ថ្ងៃនេះខែក្រោយមួយទៀតយើងចាក់ហើយកុំភ្លេចធ្វើតេស្តរមើលអង្គតិកកាលណាយើងមានអង្គតិកហើយគឺយើងការពារបានហើយអញ្ចឹងកុំភ្លេចនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺរលាកថ្លើមប្រភេទ B